ខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃទី9បាទខែសីហាឆ្នាំ2026ហើយនៅក្នុងថ្ងៃនេះពុកម៉ែមីងបាទគឺខ្ញុំបាទមានសប្បិនមួយទៀតដែរចែកជូនទៅកាន់ពុកម៉ែមីងបាទចឹងនៅក្នុងសប្បិនរបស់ខ្ញុំហ្នឹងគឺវាថាខ្ញុំទៅសាលាទៅអីចឹងប៉ុន្តែគេមានអ្នកធំមានអីគេមកចឹងទៅបាទរួចទៅខ្ញុំនេះដឹងយ៉ាងម៉េចទេបានជាប្រឡាក់ខោយើងធ្វើការហ្នឹងនៅប្រឡាក់ទៅស្រាប់ចេញនៅសល់តែខោត្រឹមជង្គង់ណាពុកម៉ែមីងបាទយើងទុកតែខោត្រឹមជង្គង់ទៅដល់ពេលរួចខ្ញុំដើរមកកាត់ជាមួយអ្នកធំមុនដំបងអង្គរៈគេរៀងគិះយើងឲ្យចេញប៉ុន្តែខ្ញុំផ្លូវត្រូវផ្លូវខ្ញុំដើរមកបើគាត់យើងដើរអោនគេណាដល់ពេលទៅឃើញអ្នកធំគេកំពុងចែកលុយបាទដៃគេកាន់មានក្រដាស់5000មានក្រដាស់10000អញ្ចឹងណាបាទប៉ុន្តែខ្ញុំក៏ដើរហួសបាទដើរហួសតានោះគាត់អត់មើលមុខយើងដែរដបងបាទប៉ុន្តែពេលដើរហួសទៅគាត់ហៅយើងមកវិញក៏ហុចលុយឲ្យយើង5000ពុកម៉ែមីងបាទហុចលុយឲ្យយើង5000លុយរៀលណាបាទខ្ញុំឃើញក្រដាស់10000នៅដៃគាត់ដែរឆ្ងល់ដែរមិនគាត់ឲ្យយើងតែ5000មិនឲ្យ10000បាទហើយនៅក្នុងហ្នឹងក៏មានរបៀបក្មេងៗស្រីប្រហែលអ្នកទៀតដែរប៉ុន្តែខ្ញុំអត់ចាំចំនួនថាមានប្រហែលអ្នកឲ្យច្បាស់លាស់ទេពុកម៉ែមីងណាហ្នឹងហើយក្មេងៗស្រីហ្នឹងក៏បានលុយដែរបាទក៏បានលុយដែរប៉ុន្តែខ្ញុំមិនដឹងថាបានម្នាក់ម៉ានគាត់ដឹងថាគាត់ហុចឲ្យខ្ញុំ5000រៀលបាទហើយនៅដៃគាត់នៅមានក្រដាស់10000នៅមានអីថែមតទៀតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែមីងបាទសម្រាប់ថ្ងៃនេះបាទអញ្ចឹងជូនពរពុកម៉ែមីងសូមឲ្យបាទហេងទាំងអស់គ្នា